เอพิโซดนี้คือสหายแยกสายตายมาดองโดยซาแต่ฟรีมาบอยยืนกดบันมีเยอะบ๊อบปีซอดได้ก็ทลอบฉลองกันในขนมชีวิตประกาศปีกำลังได้ก็อายุดับกับมวยดำเปิลชนะมันนะแกหาทาจีไว้เขมรสตีลเขมรเชียมริวหาจีไว้มวยได้เกจือต่อคเนียทาคือกรมวิญญาณอ่ะมันนึกนั่งโจจัดมากัดก็ยกแต่ในจมูกคลังเหม็นแต่ตายมาดองโดยซาแต่มีรูปสมบัติสอาภายหนึ่งในบริษัทจังนะហើយរឿងរ៉ាវទាំងអស់ហ្នឹងបានកើតឡើងទៅលើប្រិយមិត្តរបស់យើងម្នាក់ហ្នឹងគឺ3ដងស្ទួនគ្នាតែម្ដងហើយធ្វើឲ្យគាត់ចងចាំរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះទៅតាមដានទាំងអស់គ្នាសួស្តីបងរតនានិងក្រុមការងារទាំងអស់គ្នាខ្ញុំឈ្មោះសុវណ្ណគឺជាប្រិយមិត្តអ្នកស្ដាប់របស់បងម្នាក់ដែរនៅក្នុងកម្មវិធី The Story Podcast គ្រប់អេពីសូតទាំងអស់តែម្ដងខ្ញុំមានរឿងរ៉ាវទាក់ទងទៅនឹងអមនុស្សមួយរឿងចង់និទានប្រាប់បងរឿងនេះគឺជារឿងដែលខ្ញុំបានជួបផ្ទាល់នៅក្នុងជីវិតពិតតែម្ដងកាលពីខ្ញុំមានអាយុប្រហែល16ទៅ17ឆ្នាំមកម្លេះបងអើយវាគឺជារឿងដែលរន្ធត់និងព្រឺព្រួយខ្លាំងបំផុតសម្រាប់ខ្ញុំព្រោះកាលនោះខ្ញុំជួបរឿងផ្ទួនគ្នាតែម្ដងដល់ទៅ3ដងឯណោះហើយវាក៏បានដក់ជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំមិនអាចបំភ្លេចបានរហូតមកដល់ពេលបច្ចុប្បន្ននេះរឿងហេតុទី1បានកើតឡើងចំពោះខ្ញុំនៅពេលដែលខ្ញុំកំពុងតែរៀននៅថ្នាក់ទី10នៅក្នុងខេត្តសៀមរាបនៅកំឡុងឆ្នាំ2006អីហ្នឹងតែបច្ចុប្បន្នខ្ញុំបានរៀបការនិងបានផ្លាស់ប្ដូរមករស់នៅទីក្រុងភ្នំពេញតាមភរិយារបស់ខ្ញុំវិញហើយកាលនោះបន្ទាប់ពីប្រឡងជាប់មធ្យមសិក្សាបឋមភូមិគឺថ្នាក់ទី9ហ្នឹងណាថ្មីតែម្ដងខ្ញុំត្រូវផ្លាស់ប្ដូរសាលារៀនពីស្រុកស្វាយលើទៅស្រុកពួកវិញតែខ្ញុំសុំមិនបញ្ចេញឈ្មោះសាលាទេបងខ្លាចក្មេងៗចំនួនក្រោយហ្នឹងស្ដាប់ហើយខ្លាចពេលផ្លាស់ទៅរៀននៅសាលានៅឯស្រុកពួកហ្នឹងខ្ញុំក៏បានស្នាក់នៅក្នុងសាលានោះតែម្ដងដោយសារតែអ៊ំប្រុសបង្ការរបស់ខ្ញុំហ្នឹងគាត់គឺជាអ្នកយាមប្រចាំសាលាតែម្ដងហ៎បងដែលអ៊ំបានធ្វើជាកូនផ្ទះតូចមួយមាន2បន្ទប់សម្រាប់មនុស្ស2ទៅ3នាក់អាចរស់នៅបាននៅពេលដែលទៅដល់ថ្ងៃដំបូងអ៊ំរបស់ខ្ញុំឈ្មោះអ៊ំថងគាត់បានប្រគល់ទូនាទីមួយមកឲ្យខ្ញុំធ្វើជាប្រចាំតែម្ដងនោះគឺជាអ្នកដើរបិទបើកភ្លើងតាមបន្ទប់អគារសាលារៀននីមួយៗចាប់ពីម៉ោង6ល្ងាចតទៅជារៀងរាល់ថ្ងៃអ៊ំថងគាត់ចិត្តល្អទេតែគាត់កាចណាស់គាត់និយាយប្រាប់ខ្ញុំថាអញឲ្យហែងគេនៅនឹងដោយសារតែម៉ែហែងពីអញទេណាធ្វើខ្លួនឲ្យល្អអើយកុំឲ្យមានរឿងអីនាំឲ្យអញឈឺថ្មើរសោះមិនចឹងទេអញវិញជូនហែងឲ្យទៅម៉ែហែងវិញហើយតិចថាខានបានរៀនសូត្រអើយខ្ញុំដឹងថាតាមពិតទៅអ៊ំថងគាត់ក៏ស្រឡាញ់ខ្ញុំដែរតែគាត់មិនចង់សម្ដីផ្អែមដាក់ខ្ញុំក៏ឆ្លើយបែបឌឺដងទៅវិញថាបាទអ៊ំចាំតែមើលទៅថាខ្ញុំជាក្មេងល្អប៉ុណ្ណាថ្ងៃដំបូងខ្ញុំក៏ទៅរៀនធម្មតាបន្ទាប់ពីចេញពីរៀនខ្ញុំក៏បានដើរបិទភ្លើងតាមអគារសាលារៀនដោយបាននាំប្អូនប្រុសជីដូនមួយរបស់ខ្ញុំដែលជាកូនអ៊ំថងហ្នឹងទៅជាមួយផងវាមានអាយុ7ឆ្នាំដើម្បីបានជាគ្នាព្រោះកាលហ្នឹងបើទោះបីជាខ្ញុំនៅស្ទៀវបន្តិចមែនប៉ុន្តែអារឿងខ្លាចខ្មោចខ្ញុំក៏ខ្លាចដែរអ៊ំថងក៏បានស្រែកជេរខ្ញុំខ្លាំងថាអញប្រើតិចតួចសោះក៏ចាំបាច់នាំគ្នាទៅរវល់អីអានេះវយខ្ញុំក៏តបវិញថាអូមកគ្នាច្រើនបានការងារឆាប់ហើយម្យ៉ាងខ្ញុំខ្លាចខ្មាច់លងបានអាអូនទៅជាមួយខ្ញុំទើបកក់ក្ដៅបន្តិចនិយាយតែប៉ុណ្ណេះអ៊ំថងមិនដឹងជាយ៉ាងម៉េចទេគាត់ក៏មិនតបឈរសម្លឹងមើលមុខខ្ញុំថ្មឹងខ្ញុំបានឱកាសក៏អូសដៃប្អូនប្រុសជីដូនមួយនឹងចេញទៅតែម្ដងថ្ងៃនោះនៅពេលដែលកំពុងតែដើរបើកភ្លើងតាមអគារពីអគារមួយទៅអគារមួយរហូតជិតទៅដល់អគារទី5ដែលនៅក្បែរដងទងជាតិមិនដឹងជាយ៉ាងម៉េចទេនៅសុកមេឃក៏ចុះត្រជាក់ខុសធម្មតាគឺថាត្រជាក់បែបចម្លែកឡើងព្រឺសម្បុរគីង្គក់តែម្ដងហើយភ្នែកខ្ញុំចេះតែក្រវាសចុះក្រវាសឡើងស្រាប់តែប្រទះឃើញមនុស្សប្រុសចាស់ម្នាក់ពាក់អាវពណ៌សខោពណ៌សហើយមានសក់ពណ៌សរាងវែងបន្តិចខ្ញុំមើលពីចម្ងាយទៅគេកំពុងតែឈរនៅពីមុខអគារនោះតែម្ដងដោយដៃរបស់គេមានកាន់ឈើច្រត់ទៀតផងមើលទៅដូចជាមនុស្សបុរាណយ៉ាងម៉េចទេបរិយាកាសល្ងាចផងខ្ញុំដូចជាមិនសូវស្រួលក្នុងចិត្តដំបូងខ្ញុំគិតថាគាត់អាចជាអ្នករស់នៅជិតសាលាឬក៏ជាលោកគ្រូអ្នកគ្រូដែលបង្រៀននៅទីនេះហើយតែខ្ញុំមិនបានចាប់អារម្មណ៍អ្វីច្រើនទេហើយខ្ញុំក៏បែរខ្នងត្រឡប់ក្រោយបំណងដើរតម្រង់ទៅកន្លែងសម្រាកវិញប៉ុន្តែភ្លាមនោះស្រាប់តែមានខ្យល់បក់មកមួយវឹបបក់កាត់ខ្នងខ្ញុំឡើងត្រជាក់ស្រេបធ្វើឲ្យខ្ញុំងាកបែរទៅខាងក្រោយវិញហើយរូបភាពដែលខ្ញុំបានឃើញនោះគឺបែរទៅជាមនុស្សប្រុសមានធំដៀងម្នាក់មុខអាក្រក់ខ្លាំងមែនតើបងស្លៀកក្បិនពណ៌ខ្មៅខ្លួនខ្មៅអត់មានអាវហើយនៅពេលដែលខ្ញុំសម្លឹងមើលទៅខាងក្រោមគេអត់មានជើងនោះទេ
គេឈរសម្លក់ខ្ញុំពីចម្ងាយដូចជាខឹងនឹងខ្ញុំណាស់អញ្ចឹងតែតាមផិនភាកគឺខ្ញុំមិនដែលស្គាល់គេពីមុនមកនោះទេឃើញបែបនេះហើយខ្ញុំភ័យណាស់បេះដូងបុកឌឹប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 ខ្ញុំអត់គិតអីច្រើនទេក៏ប្រញាប់អូសដៃអាប្អូនខ្ញុំរត់យ៉ាងលឿនស្លែវលែងងាកក្រោយតែម្ដងទៅដល់កន្លែងសម្រាកវិញយ៉ាងត្រហេបត្រហប់ខ្ញុំក៏បានសួរប្អូនប្រុសខ្ញុំថាមិញហើយមានឃើញអីអត់វាក៏ឆ្លើយថាឃើញអីអត់ឃើញអីផងអញ្ចឹងមានន័យថាខ្ញុំពិតជាត្រូវខ្មិចលងតែឯងហើយបន្តិចក្រោយមកអ៊ំថងក៏ដើរមកសួរថា ហើយthấy ảnh bạn chỉ được mày có ổn rụt lươn đấy ខ្ញុំក៏តបវិញថាគ្មានអីទេអ៊ំខ្ញុំរត់ដេញគ្នាលេងតើពេលនោះខ្ញុំមិនបាននិយាយរឿងនេះប្រាប់អ៊ំថងទេព្រោះខ្លាចគាត់ឈប់ឲ្យអូនកូនគាត់នឹងទៅបើកភ្លើងជាមួយខ្ញុំទៀតកាលនោះហេតុតែនៅក្មេងខ្ញុំឆោតណាខ្ញុំគិតថាប្រហែលជាខ្លួនព្រើលភ្នែកហើយមើលទៅព្រឹកស្អែកឡើងខ្ញុំក៏បានដើរទៅថ្នាក់រៀនដោយបានឆ្លងកាត់អាគារដែលខ្ញុំបានបិទភ្លើងកាលពីល្ងាចម្សិលមិញនឹងឯងខ្ញុំបានគិតទៅដល់ហេតុការណ៍ម្សិលមិញដែលបានជួបថានោះគឺជាអ្វីតើជាខ្មោចមែនទេឬគ្រាន់តែជាការស្រមើស្រមៃរបស់ខ្លួនឯងទេតែច្បាស់ណាស់ខ្ញុំអត់ស្រវាំងភ្នែកទេពេលនោះខ្ញុំដើរបណ្ដើរគិតបែបនេះរហូតដល់ថ្នាក់រៀនតែម្ដងខ្ញុំសូមបញ្ជាក់ដែរថាកាលនោះមានព្រះពុទ្ធរូបមួយអង្គធ្វើអំពីស៊ីម៉ង់តាំងនៅក្បែរដងទង់ជាតិតែម្ដងចំណែកឯនៅចិត្តនោះក៏មានខ្ទមអ្នកតាមួយយ៉ាងធំផងដែរពេញមួយថ្ងៃខ្ញុំរៀនអត់ចូលទេរសេះរសោះគិតតែពីរូបភាពដែលខ្លួនបានឃើញកាលពីម្សិលមិញហ្នឹងទ្រាំលេងបានពេលចេញពីរៀនណាដោយសារតែមានចម្ងល់រឿងខ្ទមអ្នកតាផងរឿងដែលខ្ញុំបានជួបកាលពីម្សិលមិញផងខ្ញុំក៏បានយករឿងទាំងអស់ហ្នឹងទៅសួរអ៊ំថងត្រង់តែម្ដងនៅពេលនោះអ៊ំថងលឺហើយគាត់ភាំងមួយសន្ទុះរួចគាត់ក៏ប្រាប់ថា ខ្ទមនេះគឺជាខ្ទមអ្នកតាម្ចាស់